ចឹងមានន័យថាបើសិនជាបងប្អូនចង់មកជាងនឹងទៀតយើងកិនអាយុជាងនឹងទៀតណាចឹងបើសិនប្រភេទនេះគឺយើងកិនឲ្យទៅក្លុកវាច្រើនដងចឹងណាសួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយជាមួយនឹងម៉ាស៊ីនកិនស្ងួតណាចឹងបងប្អូនដែលមានវត្ថុធាតុដើមហើយយើងចង់កិនឲ្យវាម៉ត់ណាម៉ត់យើងចង់ម៉ត់ដូចម្សៅក៏បានដែរចឹងសម្រាប់បងប្អូនដែលចង់កិនស្ងួតម៉ាស៊ីនយើងមាន2 model ប៉ុន្តែអានេះវាមានច្រើនខ្នាតវាមានពី4ខាំរហូតដល់2គីឡូកន្លះចំណែកអានេះគឺក្នុង1ម៉ោងកិនបានរហូតដល់40គីឡូចឹងអានេះខ្នាតតូចអានេះខ្នាតធំសម្រាប់ការកិនម៉ត់គឺកិនម៉ត់បានដូចគ្នាណាគ្រាន់តែលក្ខណៈកិនវាខុសគ្នាចឹងសម្រាប់ម៉ាស៊ីននេះពេលដែលយើងដាក់ចូលចឹងឥឡូវខ្ញុំធ្វើបទបង្ហាញពីម៉ាស៊ីននេះមុនចឹងម៉ាស៊ីននេះពេលដែលយើងកិនគឺយើងត្រូវចាក់អីវ៉ាន់ចូលមកក្នុងនេះណាពេលយើងចាក់អីវ៉ាន់ចូលហើយបងប្អូនគ្របវាឲ្យជិតមួលកម្របវាណែនណាអញ្ចឹងបើធូរពេកខ្លាចវាលាស់ណាពេលបងមួលខ្ចៅល្មមហើយយើងកាច់នេះណាកាច់ដើម្បីកុំឲ្យវាលាស់ណាហើយដោតភ្លើងហើយពេលបងប្អូនចង់កិនយើងមួលកុងតាក់នៅខាងនេះណាកុងតាក់នេះមួលកាន់តែជ្រៅម៉ូទ័រវិលកាន់តែខ្លាំងតែបងប្អូនមួលតិចក៏បានណាហើយយើងសាកមើលថាប៉ុណ្ណាយើងចង់បានណាអញ្ចឹងពេលដែលបងប្អូនចង់ប្រើយើងកាច់ទៅណាហើយយើងក្លុកវាណាបងប្អូនអាចមើលសិនថាវាម៉ត់ដែលយើងចង់បានឬនៅណាអញ្ចឹងប៉ុណ្នេះវាម៉ត់ខ្លះវាអត់ទាន់ម៉ត់ខ្លះបងប្អូនអាចកិនបន្តទៀតណាពេលដែលយើងកិននឹងដៃទៅយើងដឹងហើយថាប្រហែលនាទីវាម៉ត់ល្មមដែលយើងចង់បានណាអញ្ចឹងពេលដែលបងប្អូនគិតថាវាអត់ទាន់ម៉ត់ទេយើងអាចបន្ថែមទៀតបានណាចឹងមានន័យថាបើសិនជាបងប្អូនចង់ម៉ត់ជាងនឹងទៀតយើងកិនអាយុជាងនឹងទៀតណាចឹងម៉ាស៊ីនប្រភេទនេះគឺយើងកិនឲ្យទៅក្លុកវាច្រើនដងចឹងណាចឹងពេលដែលបងប្អូនកិនហើយយើងអាចចាក់វាចេញចឹងសម្រាប់តែបងប្អូនប្រើតិចតួចមួយថ្ងៃត្រឹម20-30គីឡូអីយើងប្រើអានេះបានណាព្រោះអានេះវាមានខ្នាត4ខាំមានន័យថាបើខ្នាត4ខាំយើងដាក់មកពេញហ្នឹងគឺបាន4ខាំខ្នាត1គីឡូយើងដាក់មកពេញហ្នឹងបាន1គីឡូហើយខ្នាតដែលយើងកំពុងធ្វើវីដេអូនេះគឺខ្នាត1គីឡូមានន័យថាយើងចាក់ម៉ូតូធាតុដើមមកយើងចូលទៅបាន1គីឡូយើងកិន10 ឬ 15នាទីវាបាន1គីឡូអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការខ្នាតតូចយើងអាចមើលខ្នាតនេះបានអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងមក20ដើម្បីព័ត៌មានបន្ថែម